មនុស្សភាគច្រើនចូលចិត្តគេសរសើរឬនិយាយអាក្រក់ស្ដាប់ចូលចិត្តឲ្យគេបញ្ជូរវាធ្វើឲ្យយើងមានអារម្មណ៍ល្អមានអារម្មណ៍កក់ក្ដៅមានអារម្មណ៍ថាខ្លួនឯងមានតម្លៃប៉ុន្តែធ្លាប់គិតឬទេថាបើការសរសើរដែលអ្នកចូលចិត្តនោះវាកំពុងតែបំផ្លាញអ្នកវិញពេលមាននរណាម្នាក់និយាយថាអ្នកប្រកែមែនអ្នកល្អជាងគេអ្នកឯងល្អគ្រប់គ្រាន់ហើយគឺថាយើងសប្បាយចិត្តណាស់ទំនុកចិត្តយើងឡើងខ្ពស់ត្រដែតអារម្មណ៍យើងកើនល្អប៉ុន្តែវាអាចមានគ្រោះថ្នាក់មួយគឺការសរសើរនោះធ្វើឲ្យយើងឈប់រីកចម្រើនព្រោះវាអាចឲ្យយើងជឿថាយើងល្អគ្រប់គ្រាន់ហើយយើងឈប់ត្រូវការកែលម្អអភិវឌ្ឍខ្លួនហើយពិភពលោកនៅតែទៅមុខវិវត្តទៅមុខជានិច្ចចំណែកឲ្យយើងនៅដដែលសូមសាកឆ្លើយជាមួយខ្លួនឯងដោយស្មោះត្រង់លើមើលតើអ្នកចូលចិត្តមនុស្សដែលសរសើរអ្នកឬមនុស្សដែលប្រាប់ការពិតដល់អ្នកតើអ្នកមានអារម្មណ៍មិនសប្បាយចិត្តឬទេពេលមាននរណាម្នាក់ប្រាប់អំពីកំហុសរបស់អ្នកតើអ្នកតែងតែព្យាយាមគេចឬក៏ជៀសវាងមនុស្សដែលតែងតែជំរុញអ្នកឲ្យកែលម្អខ្លួនដែរឬទេបើបាទអ្នកមិនមែននៅម្នាក់ឯងទេគឺថាមនុស្សជាច្រើនជ្រើសរើសយកភាពសុខស្រួលជាងការរីកចម្រើនហើយការជ្រើសរើសខុសបែបនេះគឺបង់ថ្លៃធំណាស់មនុស្សដែលជោគជ័យពិតប្រាកដយល់ខុសពីនេះគឺគេយល់ថាការសរសើរធ្វើឲ្យអ្នកសប្បាយចិត្តនៅថ្ងៃនេះប៉ុន្តែការពិតនឹងធ្វើឲ្យអ្នកល្អជាងមុនការលើកសរសើរការពីអារម្មណ៍ធ្វើឲ្យអារម្មណ៍យើងល្អប៉ុន្តែការប្រាប់ពីកំហុសរបស់យើងសាងកម្លាំងឲ្យយើងកែប្រែកំហុសនោះតាមការពិតមនុស្សដែលជួយអ្នកបានច្រើនបំផុតភាគច្រើនមិនមែនជាមនុស្សដែលសរសើរយើងជារឿយៗនោះទេតែគឺជាមនុស្សដែលប្រាប់ពីកំហុសពិតរបស់យើងដែលជំរុញយើងឲ្យកែប្រែការសរសើរមួយចំនួនគឺអាចគ្រោះថ្នាក់ព្រោះវាបង្កើតការយល់ច្រឡំថាអ្នកមានអារម្មណ៍ថាអ្នកកំពុងតែរីកចម្រើនហើយអ្នកកំពុងតែល្អខ្លាំងហើយប៉ុន្តែការពិតអ្នកអាចនៅកំពុងតែនៅតែកន្លែងដដែលហ្នឹងហើយអ្វីដែលគួរឲ្យខ្លាចបំផុតមនុស្សខ្លះដែលសរសើរអ្នកខ្លាំងបំផុតហ្នឹងមិនប្រកាសថាចង់ឲ្យអ្នកកែលម្អឬក៏ឲ្យអ្នកល្អខ្លាំងទេហើយពេលដែលអ្នកឈប់រីកចម្រើនអ្នកងាយត្រូវគេគ្រប់គ្រងខ្លាំងណាស់ដូច្នេះថ្ងៃនេះសុំសួរខ្លួនឯងមួយសំណួរតើអ្នកចង់ឲ្យខ្លួនសុខស្រួលក្នុងចិត្តឬក៏ចង់រីកចម្រើនព្រោះការរីកចម្រើនវាច្បាប់ផ្ដើមនៅពេលដែលអ្នកហ៊ានស្ដាប់ការពិតហ៊ានទទួលស្គាល់ការពិតបើទោះបីជាការពិតនោះវាធ្វើឲ្យយើងឈឺចិត្តក៏ដោយមនុស្សដែលតែងតែសរសើរអ្នកច្រើនបំផុតមិនប្រកាសថាជាមិត្តភក្តិដែលល្អបំផុតទេតែមនុស្សដែលតែងតែប្រាប់ការពិតដល់អ្នកជំរុញអ្នកឲ្យកែលម្អភាគច្រើនអាចជាមនុស្សដែលអាចផ្លាស់ប្ដូរជីវិតអ្នកបានផ្លាស់ប្ដូរទៅរកផ្លូវវិជ្ជមានផ្លាស់ប្ដូរទៅរកផ្លូវរីកចម្រើន